បាទបងប្អូនថ្ងៃនេះយើងមកឆ្នៃទ្រង់ចាស់របស់យើងបងប្អូនបាទអាទ្រង់ចាស់របស់យើងនឹងយើងក្រាសំណាញ់ដែកទេបងប្អូនដល់ពេលអញ្ចឹងវាអត់ជាប់វាបានថាមួយរយៈដល់ពេលអញ្ចឹងយើងមកឆ្នៃថ្មីដោយយើងប្រើរនាបបងប្អូនយើងដាក់រនាបឲ្យស្អាតមកជុំអញ្ចឹងទៅបានយើងក្រាសំណាញ់ពីលើបងប្អូនបាទព្រោះតកតងនឹងសំណាញ់ដែកនោះឥឡូវយើងប្រើអត់កើតទេបងប្អូនឆាប់ច្រេះយើងប្រើអត់បានមួយឆ្នាំទេបងប្អូនឆាប់ច្រេះដល់ពេលអញ្ចឹងយើងសម្រេចថាដាក់រនាបហើយយើងទិញសំណាញ់ជ័រពណ៌ខ្មៅនៅក្បែរស័យនេះបងប្អូនបាទយើងយកមកដាក់វិញព្រោះសំណាញ់នេះវាជាប់ជាងដែកគួរសមដែរបងប្អូនបាទវាអត់ច្រេះបងប្អូនហើយម្យ៉ាងទៀតយើងមានអាស័យធ្វើអានាបអញ្ចឹងទៅវាកាត់បន្ថយពេលមន់ដើរវាជន់ទៅវាផុងបងប្អូនបាទដូច្នេះហើយយើងដាក់រនាបអញ្ចឹងវាលែងសូវចោតជាបញ្ហាបងប្អូន